កងទ័ពភូមិន្ទថៃបានបង្កើនវិធានការសន្តិសុខនៅតាមបណ្ដោយព្រំដែនថៃមីយ៉ាន់ម៉ាដើម្បីឆ្លើយតបទៅនឹងការប្រយុទ្ធគ្នាជាបន្តបន្ទាប់របស់ភាគីមីយ៉ាន់ម៉ាដែលអាចបង្កការគំរាមកំហែងនិងហានិភ័យដល់ប្រទេសថៃកងកម្លាំងពិសេស RHATA នៃកងទ័ពភូមិន្ទថៃបានបង្កើនវិធានការសន្តិសុខនៅតាមបណ្ដោយព្រំដែនថៃមីយ៉ាន់ម៉ាដើម្បីឆ្លើយតបទៅនឹងការប្រយុទ្ធគ្នាជាបន្តបន្ទាប់របស់ភាគីមីយ៉ាន់ម៉ាដែលអាចបង្កការគំរាមកំហែងនិងហានិភ័យដល់ប្រទេសថៃកងកម្លាំងពិសេសថៃបានបង្កើននូវចំនួនត្រួតពិនិត្យបណ្ដោះអាសន្ននៅច្រកឆ្លងកាត់នានាដែលអាចបង្កហានិភ័យខ្ពស់ដោយកងកម្លាំងពិសេសថៃបានបង្កើនការល្បាតទាំងថ្ងៃទាំងយប់ផងដែរជាងនេះទៅទៀតយុទ្ធោបករណ៍និងគ្រឿងសព្វវុធបានដាក់បង្រាយទៅកាន់ទីតាំងយុទ្ធសាស្ត្រសំខាន់ៗរបស់ថៃដើម្បីត្រៀមលក្ខណៈខ្ពស់ក្នុងការសងសឹកប្រសិនបើមានចំនួនជាយថាហេតុណាមួយកាន់តែរីកធំឡើង។